ប្រព័ន្ធលូថ្មីឆ្លងកាត់ចំនួន4ភូមិស្ថិតនៅក្នុងសង្កាត់ទឹកឡកទី3ខណ្ឌទូកោករាជធានីភ្នំពេញត្រូវបានផ្លាស់ប្ដូរពិភពលោកតាមការរៀបរាប់របស់ប្រជាពលរដ្ឋមានលំនៅឋាននៅក្នុងសង្កាត់នេះផ្ទាល់បានឲ្យដឹងថាពេលភ្លៀងម្ដងមានស្ទះប្រព័ន្ធបង្ហូរទឹកលូបន្តិចបន្តួចមានផលលំបាកខ្លះដែរតែពេលនេះបានឃើញក្រុមការងាររបស់សង្កាត់ទឹកឡកទី3ដឹកនាំដោយលោកនៅភក្តីចៅសង្កាត់រងទី1បានចោះមកផ្លាស់ប្ដូរប្រព័ន្ធលូថ្មីធំជាងមុនបែបនេះធ្វើឲ្យពួកគាត់សប្បាយចិត្តជាមួយគ្នានេះលោកនៅភក្តីចៅសង្កាត់រងទី1បានលើកឡើងថាដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋនិងប្រព័ន្ធលូចាស់លោករួមទាំងក្រុមការងារក្រមអាវ៉ាតបានចោះដាក់ប្រព័ន្ធលូថ្មីធំជាងមុនជូនប្រជាពលរដ្ឋគម្រោងស្ថាបនាដាក់ប្រព័ន្ធលូថ្មីនេះមានមុខកាត់6ទឹកប្រវែង1668ម៉ែត្រតភ្ជាប់ចំនួន4ភូមិគឺភូមិ6ភូមិ7ភូមិ9និងភូមិ13ដោយប្រើថវិកាមូលនិធិអភិវឌ្ឍរបស់សាលាសង្កាត់ឆ្នាំ2025 100%មកដល់ថ្ងៃនេះសម្រេចបាន 50% ហើយក្នុងនោះក៏មានផលប៉ះពាល់មុខលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរប៉ុន្តែដោយមានការយោគយល់ពីបងប្អូនប្រជាពលរដ្ឋធ្វើឲ្យដំណើរការដាក់ប្រព័ន្ធលូបានរលូនលោកចៅសង្កាត់រ៉ូនបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានសហការនិងសំណូមពរដល់ប្រជាពលរដ្ឋពេលមានប្រព័ន្ធលូថ្មីហើយសូមចូលរួមថែរក្សាទាំងអស់គ្នាដើម្បីមូលដ្ឋានសង្កាត់របស់យើងមានសោភ័ណភាពល្អស្អាតសូមទស្សនាស្ដាប់លោកចៅសង្កាត់រងបានបញ្ជាក់បន្ថែមនិងស្ដាប់ពីចំណាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋបាទសូមជម្រាបសួរខ្ញុំបាទឈ្មោះនៅភក្តីជាចៅសង្កាត់រងទី1នៃសង្កាត់ទឹកឡកទី3ថ្ងៃនេះខ្ញុំបាទបានចុះមកពិនិត្យនៅការឋានការអភិវឌ្ឍដាក់លូនៅក្នុងគម្រោងមូលនិធិរបស់រាជរដ្ឋាភិបាលដែលវិភាគមកឲ្យថ្នាក់សង្កាត់ធ្វើការអភិវឌ្ឍប្រចាំឆ្នាំជារៀងរាល់ឆ្នាំដូច្នេះថ្ងៃនេះគឺគម្រោងដាក់លូរបស់យើងគឺមានសរុបទាំងអស់គឺមាន1668ម៉ែត្រត្រូវចំណាយថវិកាអស់273លាន552ពាន់រៀលបាទហើយនៅក្នុងគម្រោងការវិវត្តនៅក្នុងឆ្នាំនេះគឺមានចំនួន4ភូមិមានភូមិ6ភូមិ7ភូមិ9និងភូមិ13បាទចំពោះការអភិវឌ្ឍនៅក្នុងឆ្នាំនេះគឺយើងដាក់តែប្រព័ន្ធលូសុទ្ធដោយសារមានការលិចលង់ឬស្ទះនៅពេលរដូវវស្សាហើយណាមួយប្រព័ន្ធលូដែលមានពីមុនមកសិតតែប្រព័ន្ធលូចាស់មាន3ទឹក4ទឹកអញ្ចឹងយើងយកស្តង់ដារនៅក្នុងផ្លូវរបស់សង្កាត់ដែលអភិវឌ្ឍបានគឺគេកម្រិតឲ្យត្រឹម 0.60 ម៉ែត្របានន័យថា6ទឹកគឺសង្កាត់ជាអ្នកអភិវឌ្ឍបើសិនជាចាប់ពី8ទឹកដល់1ម៉ែត្រអានឹងមានថ្នាក់ខណ្ឌនិងថ្នាក់រាជធានីបាទការអភិវឌ្ឍរបស់យើងគិតមកដល់ពេលនេះប្រហែលជា 50% បាទខ្ញុំបានពីភូមិ6និងភូមិ13សម្រាប់ពេលបានប្រព័ន្ធនោះមិនហើយគួរមានប្រាប់ផ្សាយរបស់ប្រជាពលរដ្ឋបាទនៅពេលដែលការអភិវឌ្ឍរបស់សង្កាត់នៅផ្នែកលូនេះហើយគឺស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមថែរក្សាលូដែលបានធ្វើហើយនេះឲ្យបានល្អប្រសើរជៀសវាងដូចជាមានការឋានអីចឹងទៅមានខ្សាច់មានអីដែលត្រូវហូរចូលលូចឹងស្នើសុំឲ្យគាត់ធ្វើយ៉ាងណាកុំឲ្យមានខ្សាច់ដែលហូរចូលទៅក្នុងអណ្ដូងលូបាទជៀសវាងការកកស្ទះលូធ្វើឲ្យមានការលិចលង់នៅរដូវវស្សាបាទចាអរគុណមានឈ្មោះដែរខ្លួនយ៉ាងអូនមិញនៅភូមិ13បាទមិញឥឡូវនេះយើងបានប្រព័ន្ធលូថ្មីធំជាងមុនហើយមិញមានអារម្មណ៍បែបណាដែរមានអារម្មណ៍អរំភើបអរគុណដល់រដ្ឋាភិបាលបានជួយប្រជាពលរដ្ឋយើងនៅក្នុងភូមិហ្នឹងគាត់លិចទឹកណាឥឡូវគាត់បានមកជួយធ្វើឥឡូវខ្ញុំអរគុណចាតែបានមកសូមឲ្យជួយបងប្អូនហ្នឹងគាត់អរគុណពូបាទពូមានឈ្មោះដែរឈ្មោះម៉ោយងួនបាទពូរស់នៅក្នុងភូមិ13សង្កាត់ទឹកឡក3ខណ្ឌទូកោកភ្នំពេញបាទពូនៅថ្ងៃនេះក្នុងភូមិរបស់ពូផ្ទាល់នេះបានប្រព័ន្ធលូថ្មីបាទភូមិយើងមុនទៀតបាទពូមានអារម្មណ៍អីដែរពូខ្ញុំមានអារម្មណ៍ត្រេកអរដែលបានធ្វើលូបានបង្ហូរទឹកកម្លែងផ្ទះទៅថ្ងៃក្រោយទៀតបាទព
ព្រោះពីមុនមកវាទឹកលិចឥឡូវបើបានដាក់លូចឹងទៅវាលែងលិចឡើងអីចឹងវាខ្ញុំសប្បាយចិត្តក្នុងប្រជាពលរដ្ឋក្នុងភូមិនេះសប្បាយចិត្តទាំងអស់គ្នាបាទខ្ញុំថ្លែងអំណរគុណរាជរដ្ឋាភិបាលនិងក៏រដ្ឋអំណាចសង្កាត់បានស្វាស្វែងជួយធ្វើប្រព័ន្ធលូឲ្យបានហូរចេញឲ្យបានលឿនបាទសូមអរគុណ ជំរាបសួរខ្ញុំឈ្មោះឆិលឆោមជាប្រជាពលរដ្ឋនៅភូមិទី13នៅសង្កាត់ទឹកល្អក់3ហ្នឹងបងថ្ងៃនេះអរគុណខ្លាំងចំពោះលោកចៅសង្កាត់ដូចជាធានភូមិអីបាខណ្ឌអីដែលបានចុះជួយធ្វើលូធ្វើឲ្យប្រជាពលរដ្ឋព្រោះខាងមុនមានស្ទះនៅខាងក្នុងច្រើនណាអញ្ចឹងបានជួយបានអីអញ្ចឹងទៅអរគុណអ្នកដឹកនាំខ្លាំង